កម្ដៅឡើងបន្តទៀតគឺពេលដែលសាលារួមចិត្តនៅមុំបីមានការឆេះមិនទាន់តែដឹងក្តីថាអ្នកណាធ្វើអ្នកណាអីខាងថៃក៏ចេញជាផ្លូវការមកខាងជើងគោកថាខាងជើងគោកថៃថាកម្ពុជាអ្នកដុតចោលសាលារួមចិត្តនេះខ្ញុំថាយើងមិនទាន់ស្រាវជ្រាវថាពីណាអ្នកដុតប៉ុន្តែយើងឮថាវាមានការឆេះព្រៃឆេះផ្ទះហ្នឹងរៀតាលើឆេះសាលារួមចិត្តតែអ្វីដែលយើងមិនពេញចិត្តគឺភាគីកម្ពុជារបស់យើងគឺគេថាសាលារួមចិត្តនេះគឺក្នុងទឹកដីរបស់ថៃខ្ញុំសូមអធិស្ឋានជាដើមហេតុនៃការប៉ះដង្កេចគ្នារហូតដល់មានការចំនួនគ្នានៅព្រំដែននេះគឺពាក់ព័ន្ធនឹងថាទីតាំងសាលារួមចិត្តនេះជារបស់អ្នកណាបាទ